កន្លែងដែលខ្ញុំកំពុងដើរឈរទៅថតនេះគឺនៅខេត្តបុរាណប្រាសាទនាគព័ន្ធឥឡូវនេះ viral ខ្លាំងមែនតើសម្រាប់ការមើលថ្ងៃលិចនៅតាមតំបន់ប្រាសាទនានាជាពិសេសហ្នឹងគឺថ្មីសម្រាប់នៅប្រាសាទនាគព័ន្ធប៉ុន្តែសម្រាប់ខ្ញុំនេះគឺមិនថ្មីទេខ្ញុំធ្លាប់មកជាច្រើនដងហើយប៉ុន្តែថ្មីសម្រាប់បងប្អូនដែលមកលេងខេត្តសៀមរាបហើយជាពិសេសនោះគឺសម្រាប់បងប្អូនដែលយើងមកលេងខេត្តសៀមរាបដើម្បីចំណេញពេលវេលាចំណេញថវិកាផ្សេងទៀតយើងអាចមើលវីដេអូរបស់ខ្ញុំបានឬមកវីដេអូផ្សេងៗដែលបងប្អូន content creator ដែលបានបង្ហាញទៅតាមតំបន់ទេសចរនៅក្នុងខេត្តសៀមរាបក៏ដូចជាតាមរមណីយដ្ឋានផ្សេងៗដែលបងប្អូនអាចមើលទៅដឹងថាតើយើងគួរទៅដើរលេងនៅកន្លែងណាចំណេញពេលវេលាសម្រាប់យើងទី1ហ្នឹងគឺយើងអាចចំណេញពេលវេលាដោយសារយើងស្គាល់កន្លែងនិងទីតាំងច្បាស់លាស់កន្លែងណាដែលថតរូបស្អាតៗហើយជាពិសេសហ្នឹងគឺមើលថ្ងៃរះនិងថ្ងៃលិចហើយឥឡូវនេះគឺឃើញបងប្អូនឧស្សាហ៍មកមើលថ្ងៃលិចនៅប្រាសាទនាគព័ន្ធគឺកាន់តែច្រើនបន្តិចបដាបដាហើយដោយសារមានបងប្អូនអ្នកផលិតមាតិកាគាត់ជួយផ្សព្វផ្សាយតំបន់ទេសចរក្នុងខេត្តសៀមរាបសម្រាប់ខ្ញុំផ្ទាល់វិញគឺខ្ញុំតនេពីការងាររបស់ខ្ញុំក៏ខ្ញុំឆ្លៀតផ្សព្វផ្សាយពីតំបន់ទេសចរក្នុងខេត្តសៀមរាបដើម្បីឲ្យប្រទេសកម្ពុជាយើងផងដែរឥឡូវនេះយើងងាកមកមើលសម្រស់ថ្ងៃលិចយើងវិញពិតជាស្រស់ស្អាតខ្លាំងមែនតែនតិចច្រឡំថា AI ហើយខ្ញុំក៏មានពាក្យក្នុងចិត្តនៅចុងវីដេអូដែរសង្ឃឹមពុកម៉ែបងប្អូនបានស្ដាប់បងប្អូនគ្នាណាសម្រាប់វីដេអូចុងក្រោយដែរខ្ញុំចង់ប្រាប់អ្នករាល់គ្នាអ្នកដែលមកលេងនេះឥឡូវចាប់ដើមឃើញមានហើយពីមុនមកដែលអត់តន់កន្លែងនេះអត់តន់ viral ខ្លាំងគឺអត់មានទេឥឡូវនេះមានហើយដឹងមានអីអត់គឺចាប់ដើមមានសម្រាមបណ្ដាហើយណាខ្ញុំអត់ថតសម្រាមទេមានបងប្រុសម្នាក់អង្គុយចិត្តខ្ញុំមិញគាត់ដើររើសប្រមូលយកទៅអស់ហើយសុំអាសាគាត់មកពីចងាយតែគាត់ឃើញសម្រាមគាត់រើសហើយខ្ញុំក៏បានជួយរើសគាត់បន្តិចដែរអត់បានយកទៅតែគាត់យកទៅអស់ហើយតែសុំផ្ដាំអ្នកដែលមកលេងណាដូចយើងនិយាយទៅពិបាកដែរឃើញមានជនជាតិបរទេសមកយើងខ្មាស់គេណាសុំជួយសម្រាមខ្ញុំឃើញមានសម្រាមច្រើនតែខ្ញុំអត់ថតទេគាត់ថាផ្ដាំចុងក្រោយថាបើជួយសម្អាតគ្នាផងពីមុនមកអត់មានទេឥឡូវនេះអត់មានសម្រាមទេតែឥឡូវ viral ខ្លាំងមកមើលថ្ងៃលិចចាប់ផ្ដើមមានសម្រាមអរគុណច្រើនសូមជួយសម្អាតដល់គ្នាបាយបាយ